ចាជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះជួបខ្ញុំសារជាថ្មីម្ដងទៀតហើយថ្ងៃនេះខ្ញុំក៏មានមុខម្ហូបមួយមុខផងដែរគឺខ្ញុំមកឡម្ជូរស្ពៃក្តោបជាមួយនឹងត្រួយអំពិលម្ដងចាមុនដំបូងគឺខ្ញុំយកត្រីមកលាងឲ្យស្អាតសិនចាចំពោះការលាងត្រីគឺខ្ញុំបានប្រើអំបិលក្រួសបន្តិចផងដែរដើម្បីលាងឲ្យវាកាត់ក្អាបបានល្អចាហើយចំពោះត្រីខ្ញុំយកមកឡគឺខ្ញុំឡជាមួយនឹងត្រីកញ្ចុះចាបន្ទាប់មកខ្ញុំមកធ្វើការហាន់ស្ពៃក្តោបម្ដងចាចំពោះស្ពៃក្តោបគឺខ្ញុំដាក់វាតែមួយចំហៀងទេហើយក្នុងមួយចំហៀងគឺខ្ញុំពុះវាជាពីរចម្រៀកបែបនេះបន្ទាប់មកខ្ញុំធ្វើការហាន់វាជាដុំតូចៗល្មមបែបនេះចារួចហើយខ្ញុំមកធ្វើការហាន់មើមម្ដេងចាចំពោះមើមម្ដេងគឺខ្ញុំហាន់វាជាចំណិតស្ដើងៗដូចនេះចាហើយបន្ទាប់មកគឺខ្ញុំមកធ្វើការកាត់លក្រីជាខ្លីៗប្រហែលជាប្រវែងមួយចង្អុលដៃចាខ្ញុំកាត់វាជា3កណាត់បន្ទាប់មកខ្ញុំដំវាឲ្យហើយចាចំពោះលក្រីបងប្អូនដំចេះទៅពេលយើងយកទៅបង់ស្លទៅគឺវាចេញជាតិលក្រីឈ្ងុយបានល្អចាបន្ទាប់មកខ្ញុំមកធ្វើការបេះជីម្វងឲ្យបានស្អាតទុកយកទៅបង់ស្លចាឥឡូវដល់វគ្គខ្ញុំមកលាងបន្លែហើយចាជាដំបូងគឺខ្ញុំលាងស្ពៃក្តោបឲ្យស្អាតសិនចាការលាងស្ពៃក្តោបហ្នឹងក៏ខ្ញុំប្រើអំបិលក្រួសផងដែរដើម្បីលាងឲ្យវាជ្រះបានល្អបន្ទាប់មកគឺខ្ញុំមកធ្វើការលាងជីម្វងបន្ទាប់ពីខ្ញុំលាងជីម្វងស្អាតហើយគឺខ្ញុំមកលាងមើមម្ដេងហើយនិងគល់លក្រីម្ដងចាហើយជាចុងក្រោយគឺខ្ញុំមកលាងលឹកអំពិលដើម្បីឲ្យវាស្អាតផងដែរចាអញ្ចឹងចំពោះបន្លែត្រីអីខ្ញុំលាងស្អាតហើយអញ្ចឹងដល់វគ្គខ្ញុំមកឡម្ដងចាជាដំបូងគឺខ្ញុំដាក់ទឹកនៅក្នុងឆ្នាំងមកបន្ទាប់មកខ្ញុំដាក់គ្រឿងក្រូវចូលហើយដូចជាប៊ីចេងអំបិលក្រួសគល់លក្រីហើយនិងមើមរំដេងចាហើយបន្ទាប់មកគឺខ្ញុំគ្របវាមួយសន្ទុះសិនដើម្បីឲ្យទឹកវាពុះចាបន្ទាប់ពីទឹកពុះហើយអញ្ចឹងខ្ញុំធ្វើការបង់ប្រហុកចូលចាចំពោះប្រហុកនេះគឺប្រហុកសាច់អញ្ចឹងខ្ញុំមិនបាច់ជ្រុំវាទេវាអត់មានឆ្អឹងទេចាហើយបន្ទាប់មកគឺខ្ញុំដាក់ត្រីចូលបន្ទាប់ពីខ្ញុំដាក់ត្រីចូលហើយគឺខ្ញុំគ្របទុកមួយសន្ទុះដើម្បីឲ្យវាពុះហើយឲ្យត្រីឆ្អិនសិនចាអញ្ចឹងទឹកសឡរបស់ខ្ញុំបានពុះហើយត្រីក៏បានឆ្អិនដែរអញ្ចឹងខ្ញុំចាប់ផ្ដើមបង់បន្លែចូលចាបន្ទាប់ពីខ្ញុំដាក់ស្ពៃក្តោបចូលរួចហើយហ្នឹងគឺខ្ញុំកូរវាត្រឡប់ចុះត្រឡប់ឡើងឲ្យវាទ្រោមបន្តិចបន្ទាប់មកខ្ញុំទុកវាមួយសន្ទុះដើម្បីឲ្យទឹកពុះហើយឲ្យបន្លែរបស់ខ្ញុំហ្នឹងឆ្អិនសិន
ចាអញ្ចឹងទឹកស្លរបស់ខ្ញុំគឺបានពុះហើយបន្លែក៏បានឆ្អិនផងដែរអញ្ចឹងខ្ញុំចាប់ផ្ដើមបង់លឹកអំពិលចូលចាបន្ទាប់ពីខ្ញុំបង់លឹកអំពិលចូលរួចហើយនោះគឺខ្ញុំបង់ជីម្សងចូលផងដែរបន្ទាប់មកខ្ញុំគ្របវាទុកឲ្យតែមួយពុះទេបងប្អូនដើម្បីកុំឲ្យរលួយជីខ្លាំងណាចាចាអញ្ចឹងស្លរបស់ខ្ញុំគឺបានឆ្អិនរួចរាល់ហើយចំពោះមុខម្ហូបមួយមុខនេះផងដែរគឺខ្ញុំអត់ប្រើស្ករទេបងប្អូនដោយសារខ្ញុំអត់ហូបផ្អែមចាចំពោះរសជាតិគឺបងប្អូនអាចថែមតាមចំណង់ចំណូលចិត្តរបស់បងប្អូនសាបប្រៃផ្អែមគឺបងប្អូនថែមគ្រឿងគ្រូវតាមហ្នឹងទៅចាហើយវីដេអូរបស់នាងខ្ញុំក៏មានតែប៉ុណ្្នឹងទេជាចុងក្រោយនាងខ្ញុំក៏សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលតែងតែតាមដានទស្សនានៅវីដេអូរបស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់ចាសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយៗទៀតចាបាយបាយឆ្ងាញ់